តថ្ងៃនេះយើងមកដោះស្រាយលំហាត់មួយទៀតហើយគឺរោគផ្ទៃកាឡាផ្នែកឆោតតើរូបតើយើងអាចរោគផ្ទៃកាឡាផ្នែកឆោតនេះបានដោយរបៀបណាណាឲ្យសាក់គិតបន្តិចមើលតើយើងធ្វើយ៉ាងម៉េចទៅណាអញ្ចឹងទី1យើងត្រូវមើលតើរូបធំនេះផ្នែកខាងធំនេះអាហ្នឹងវាជាចតុកោណកែងអញ្ចឹងណាហើយអានេះគឺជាការអីគេរង្វង់បាទអញ្ចឹងបើយើងនិយាយពីចតុកោណកែងយើងត្រូវដឹងផ្ទៃកាឡារបស់ចតុកោណកែងមួយអញ្ចឹងដើម្បីរកផ្ទៃកាឡាចតុកោណកែងយើងត្រូវយកបាទបណ្ដោយគុណនឹងទទឹងមួយទៀតរង្វង់ឬក៏ថាសនេះយើងត្រូវដឹងផ្ទៃកាឡាថាសអញ្ចឹងផ្ទៃកាឡាថាសយើងយកអីធ្វើគេគឺយើងយកកម្មគុណហើយចាឥឡូវយើងដោះស្រាយយ៉ាងម៉េចអញ្ចឹងរបៀបដោះស្រាយគឺងាយទេគឺយើងយកផ្ទៃកាឡាអាថមគឺចតុកោណកែងនឹងដកផ្ទៃកាឡារង្វង់ចេញមកព្រោះអារង្វង់នេះយើងអត់មានឆោតផងមិនអញ្ចឹងហើយយើងករណីតែផ្នែកឆោតតាអញ្ចឹងកាលណាអូនឯងសាក់គិតមើលកាលណាបើយើងរកផ្ទៃកាឡាចតុកោណកែងអញ្ចឹងផ្ទៃកាឡារង្វង់ទាំងពីរនេះនៅក្នុងហ្នឹងអត់វាមិននៅក្នុងហ្នឹងដែរអញ្ចឹងយើងរកផ្ទៃកាឡាចតុកោណកែងហើយឲ្យវានៅក្នុងហ្នឹងចោះយើងរកផ្ទៃកាឡាចតុកោណកែងឲ្យឃើញហើយចាំយើងដកផ្ទៃកាឡារង្វង់ពីរហ្នឹងចេញតែពេលយើងដកវាចេញទៅយ៉ាងម៉េចដែរអ្វីនៅសល់គឺអីគេវាមិននៅសល់អាផ្នែកឆោតនេះមិនចឹងឧទាហរណ៍ថាអញ្ចឹងឥឡូវឧទាហរណ៍ថាផ្ទៃកាឡាចតុកោណកែងនេះយើងរកឃើញ10ឧទាហរណ៍ណាឧទាហរណ៍ថាយើងមកផ្ទៃកាឡារបស់វានឹងឃើញ10ហើយអារង្វង់2នេះអាមួយនេះស្មើ2ឧទាហរណ៍អានេះស្មើ2អានេះស្មើ2អញ្ចឹង2+ 2ប៉ុន្មានដែរ4អញ្ចឹងយើងដកអា4នឹងចេញមក10ដក4ចេញសល់ប៉ុន្មានមិនសល់6មិនអញ្ចឹងហើយតោះឥឡូវយើងមកកណនីរូបនេះតែម្ដងតោះអញ្ចឹងទីដំបូងគឺយើងមើលផ្ទៃកាឡារបស់ចតុកោណកែងបាទផ្ទៃកាឡាចតុកោណកែងគឺយើងមិនស្មើបណ្ដោយគុណទទឹងអញ្ចឹងមានន័យថា8គុណនឹង4បាទដាក់វងកញ្ចក់មកដោយសារអីយើងដកអីគេចេញគឺយើងដកផ្ទៃកាឡារង្វង់ចេញអញ្ចឹងផ្ទៃកាឡារង្វង់រូបមន្តរបស់វាគឺកម្មគុណផៃយើងធ្វើមិនបានដឹងតកម្មរបស់វាស្មើមកយើងមើលនេះអានេះ4អញ្ចឹងបើយើងនិយាយអំពីអង្កត់ផ្ចិតរបស់រង្វង់គឺវាមាន4អញ្ចឹងដើម្បីរកកម្មកាលណារកកម្មរបស់វាស្មើនឹងអង្កត់ផ្ចិតចែកជា2អញ្ចឹងអង្កត់ផ្ចិតវានេះស្មើ4អញ្ចឹង4ចែកជា2មកស្មើមក2អញ្ចឹងយើងឃើញថាកម្មយើងរកឃើញថាបាន2ដោយសារតែអង្កត់ផ្ចិតវាស្មើ4អញ្ចឹងដើម្បីយើងរកកម្មយើងយកអង្កត់ផ្ចិតចែកជា2តន់ទៅហ្នឹងណាអញ្ចឹងស្មើ2អញ្ចឹងតាមរូបមន្តរង្វង់យើងបានកម្មគុណកម្មអញ្ចឹងដោយសារកម្មរបស់យើងស្មើ2បាទកម្មរបស់យើងស្មើ2យើងដាក់2គុណ2មកបាទកម្មគុណកម្មគឺ2គុណនឹង2ណា2គុណនឹង2សង់ទីម៉ែត្រហើយគុណនឹងផៃបាទផៃតម្លៃផៃរបស់យើងគឺស្មើប៉ុន្មានស្មើ3.14បាទ3.14អញ្ចឹងយក2គុណ2គុណនឹងផៃគឺគុណនឹង3.14តន់ទេតន់ទៅនឹងឯងឥឡូវសាមអីបាទដើម្បីរកផ្ទៃកាឡាផ្នែកឆោតទី1គឺយើងរកផ្ទៃកាឡាធំគឺចតុកោណកែងបាទអញ្ចឹងផ្ទៃកាឡាចតុកោណកែងវាស្មើបណ្ដោយគុណនឹងតទៅបាទយកបណ្ដោយគុណនឹងទៅហើយពេលដែលយើងឃើញផ្ទៃកាឡាចតុកោណកែងហើយវាមិនផ្ទៃកាឡារង្វង់2នេះនៅហ្នឹងមិនអញ្ចឹងវានៅក្នុងហ្នឹងអញ្ចឹងផ្ទៃកាឡារង្វង់ទាំងពីរនេះអូនឯងគិតមើលអូនឯងសាក់គិតមើលតើផ្ទៃកាឡារង្វង់ទាំងពីរនេះស្មើគ្នាអត់ស្មើមកណាព្រោះអីរង្វង់ទាំងពីរនេះអូនឯងមើលមានទំហំប៉ុនគ្នាអញ្ចឹងកាលណាបើវាស្មើគ្នាកម្មវាក៏ស្មើគ្នាដែរអញ្ចឹងយើងដកនេះគឺយើងត្រូវគុណនឹងប៉ុន្មានហើយដោយសាររង្វង់វាមាន2អញ្ចឹងយើងគុណនឹង2បាទគុណខាងក្រៅអូខេតោះណា
អានេះកម្មគុណផៃនេះមួយរង្វង់តែដោយសាររង្វង់យើងមាន2អញ្ចឹងយើងគុណនឹង2តែម្ដងតោះឥឡូវយើងចាប់តាមដកទៅទៀតតោះគុណនេះចូលមកយើងបាន4 8 4 32 សង់ទីម៉ែត្រការ៉េផ្ទៃកន្លះណាដកនេះគុណយើងគុណឲ្យហៀចូល2 ដង 4 4 2 ដង 8អញ្ចឹងយើងយកលោកគ្រូសុំគុណកន្លែងហ្នឹង2 ដង 4 4 2 ដង 8តោះណាបាទ2 ដង 4 4 2 ដង 8យើងយក3.14ហ្នឹងគុណនឹង8អូខេគុណមក8 4 ដង 32សេរី2កាត់ទុក3 8 ម្ដង 8 8 បូក3បាទ11សេរី1កាត់ទុក1 8 3 24 25អូខេ1 2ចុចយើងកាត់2ខ្ទង់អញ្ចឹងយើងបានយើងឃើញហើយអញ្ចឹងផ្ទៃកន្លះរង្វង់ហ្នឹងគឺវាស្មើនឹងផ្ទៃកន្លះរង្វង់ទាំងពីរនេះណាគឺស្មើនឹង25.12 សង់ទីម៉ែត្រការ៉េបាទតោះមកយើងដកមកឃើញចំណោយយក32បាទដកទៅនេះ32ដក10ដក25.12បាទនេះយើងថែមចុចថែម0មកបានផ្នែកទស្សនវិជ្ជាស្មើគ្នាតោះយើងតម្លើង0 12អត់កើតទេយើងខ្ចីអញ្ចឹងខ្ចីនេះសល់1នេះឡើង10អានេះ10ផ្សេងមួយទៀតយើងតម្លើង9យើងអាចធ្វើតាមវិធីតម្លើងក៏បានដែរណានេះលោកគ្រូដាក់មួយទៅដើម្បីយើងងាយយល់ដែរអញ្ចឹង10 12សល់8អូខេហើយ9 ដក1សល់8ទៀតចុចដាក់ក្រោមចុច1 ដក 5កាត់ទៅយើងខ្ចីពី3សល់2នេះឡើង11 11 ដក 5សល់6អូខេចឹងនេះសល់0សូមបាច់ដាក់មកទេអញ្ចឹងយើងឃើញហើយចំណុចរបស់យើងគឺ8.សង់ទីម៉ែត្រការ៉េអូខេតោះអញ្ចឹងលំហាត់យើងតែប៉ុណ្្នេះឯងយ៉ាងម៉េចដែរអញ្ចឹងមើលភាសាទៀតណាបើកន្លែងណាអត់យល់ទេអាចមើលភាសាទៀតបាន